ជំរាបសួរមិត្តភក្តិបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូឃ្លីបនេះខ្ញុំលើកនៅប្រធានបទមួយគឺតកតងជាមួយនឹងជីវិតគឺសាមញ្ញបំផុតអញ្ចឹងជីវិតយើងពិតជាសាមញ្ញមែនទែនសំខាន់ថាតើយើងធ្វើខ្លួនយើងឲ្យសាមញ្ញយ៉ាងណាមែនទែនទៅជីវិតរបស់យើងគឺសាមញ្ញមែនទែនទីមួយយើងត្រូវធ្វើរឿងអ្វីដែលត្រឹមត្រូវតាមវិធីដែលត្រឹមត្រូវត្រូវទៅតាមពេលវេលាហើយត្រូវទៅតាមការហើយត្រូវទៅតាមមុខគោលនៅពេលយើងធ្វើរឿងដែលត្រឹមត្រូវត្រូវតាមការតាមមុខគោលហើយមិនទៅធ្វើឲ្យអ្នកដទៃឈឺចាប់នឹងហើយគឺជាជីវិតដែលសាមញ្ញអាចជួយអ្នកដទៃបានតាមលទ្ធភាពដែលយើងអាចធ្វើបានហើយមែនទែនទៅយើងត្រូវគិតថាសេរីសុខមិនមែនចេះតែកើតមានឡើងដោយឯងឬក៏កើតឡើងដោយអ្វីដែលយើងគិតទេពេលខ្លះអាចដូចបំណងពេលខ្លះអាចមិនដូចបំណងពេលខ្លះយើងខំប្រឹងសឹងអីហើយវាមិនបានលទ្ធផលដោយការគិតផងចោះតម្រាំតែយើងអត់ប្រឹងទៀតយើងសួរសំណួរខ្លួនឯងថាតើវាអាចកើតមានអត់អញ្ចឹងវាមិនចេះតែកើតងាយងាយដូចអ្វីដែលយើងគិតស្មោសម័យចង់បានទេវាអញ្ចឹងសេចក្តីសុខវាមិនមែនកើតមានឡើងដូចអ្វីដែលយើងបានគិតនោះឡើយអញ្ចឹងអាចកំបាំងដើម្បីឈានទៅមុខគឺយើងត្រូវចាប់ផ្ដើមអ្វីក៏ដោយគឺផ្ដើមពីការចាប់ផ្ដើមបើសិនបើយើងមិនចាប់ផ្ដើមយើងគិតតែស្មោសម័យចង់បាននេះចង់បាននោះគឺវាអត់បានទេអញ្ចឹងយើងត្រូវចាប់ផ្ដើមវាអាចកំបាំងនៃការចាប់ផ្ដើមគឺបំបែកនៅកិច្ចការដែលស្មុគស្មាញឲ្យវាទៅជាបំណែកតូចដូចជាដូមីណូអញ្ចឹងបំបែកវាឲ្យតូចហើយបន្ទាប់មកយើងចាប់ផ្ដើមធ្វើកិច្ចការ1 2 3តាមលំដាប់លំដោយដោយមាន do list អញ្ចឹងដើម្បីឲ្យវាទៅមុខអញ្ចឹងយើងបំបែកអាស្មុគស្មាញមកទៅជាងាយស្រួលណាហើយយើងត្រូវស្វែងរកហេតុហើយនឹងផលអ្វីទាំងអស់វាតែងតែមានហេតុហើយនឹងផលជាធម្មតាយើងត្រូវស្ដាប់ហេតុហើយនឹងផលយើងឃើញនៅក្នុងសង្គម Facebook ឥឡូវតែងតែមាននៅការវាយប្រហារហើយប្រឆាំងជាធម្មតាច្បាប់វាយប្រហារតែងតែប្រឆាំងមកវិញហើយតែបើយើងផ្ដល់នៅសេចក្តីសុខឲ្យគេនឹងផ្ដល់សេចក្តីសុខឲ្យយើងកាលណាយើងវាយប្រហារគេវាយប្រហារយើងនេះគឺសាមញ្ញទេអញ្ចឹងអាហ្នឹងគឺច្បាប់វាយប្រហារច្បាប់ប្រតិកម្មគឺធម្មតានៅពេលដែលយើងវាយគេប្រកាសជាគេវាយយើងដូចកីឡាបដាអញ្ចឹងដែលពេលដែលយើងវាយដៃគូនឹងតបមកយើងវិញពីណាខ្លាំងអ្នកនោះគឺជាអ្នកឈ្នះដូចគ្នាដូច្នេះយើងត្រូវតែធ្វើយ៉ាងម៉េចដោយសន្តិវិធីដោយនៅខាងលើខ្ញុំនិយាយឲ្យថាធ្វើអ្វីដែលត្រឹមត្រូវតាមវិធីត្រឹមត្រូវហើយនឹងតាមការហើយនឹងពេលវេលានិងបុគ្គលអញ្ចឹងមកដល់ស្វែងយល់អំពីហេតុផលនៃគោលបំណងថាហេតុផលអីទី1ស្វែងយល់អំពីហេតុផលមានន័យថាការស្វែងយល់អំពីគោលបំណងរបស់យើងខ្លួនឯងនឹងតើយើងចង់បានអីឲ្យបានឲ្យពិតប្រាកដហ្នឹងតើកត្តាអ្វីដែលជំរុញឲ្យយើងធ្វើរឿងនេះតើកត្តាអ្វីដែលជំរុញឲ្យយើងធ្វើរឿងនោះអញ្ចឹងយើងត្រូវមាននៅកំណត់នៅខ្លួនឯងច្បាស់មួយថាតើកត្តាអីខ្លះដែលជំរុញឲ្យយើងធ្វើអាហ្នឹងហើយធ្វើឲ្យស៊ូទៅមុខពេលខ្លះវាតែងតែជួបការលំបាកព្រោះអីអាការលំបាកហ្នឹងបង្រៀនយើងជាច្រើនឲ្យយើងស្គាល់អំពីភាពអំណត់ឲ្យយើងស្គាល់អំពីការតស៊ូឲ្យយើងយល់អំពីមនុស្សជុំវិញយើងថាតើនៅពេលដែលយើងជួបការលំបាកពីណាគេខ្លះទ្រាំលំបាកទៅមុខជាមួយយើងរៀនសូត្របានច្រើនយើងយល់អំពីមនុស្សជុំវិញអំពីបងប្អូនមិត្តញាតិជាច្រើនណានេះជាមេរៀនជីវិតមួយដែលយើងបានរៀនសូត្រនៅពេលដែលយើងមានបញ្ហាជួបការលំបាកអញ្ចឹងមានន័យថាទោះបីជាយើងអស់កម្លាំងក្តីជួបបញ្ហាក្តីហើយនឹងពេលខ្លះក៏យើងមាននឹងការរងសម្ពាធជាច្រើនពីក្រុមគ្រួសារពីមិត្តភ័ក្តិប៉ុន្តែអ្វីទាំងអស់នោះយើងកុំទៅតាមនៃការដាក់របស់គេយើងមានតែខ្លួនយើងទេដឹងខ្លួនយើងអញ្ចឹងយើងត្រូវតែកំណត់ហើយបន្តដំណើរទៅមុខបើជប៉ុនគេថាម៉ាអេនេះមើកាត់តេស៊ឺស្កេម៉ាស៊ឺអញ្ចឹងបន្តដំណើរទៅមុខជានិច្ចណាតែបើសិនមកយើងធ្វើនៅសកម្មភាពដដែលលទ្ធផលវានឹងដដែលដូច្នេះអ្វីដែលយើងត្រូវធ្វើគឺផ្លាស់ប្ដូរនៅជំនឿចាស់ជំនឿដែលគិតថាទៅមិនរួចមិនអាចយើងត្រូវផ្លាស់ប្ដូរម៉ាអេការ៉ាអ៊ីម៉ាមរេតូអូណានជីកូតូស្តេអ៊ីការ៉ាអ៊ីម៉ាមរេតូខេកាដេស៊ឺអញ្ចឹងយើងត្រូវផ្លាស់ប្ដូរនៅសកម្មភាពចាស់យើងបន្តនៅធ្វើសកម្មភាពថ្មីហើយពាក្យដែលខ្ញុំចង់និយាយនៅក្នុងវីដេអូឃ្លីបនេះគឺថាភាពងងឹតมันអាចធ្វើជាពន្លឺបានទេមានតែពន្លឺតែមួយគត់ដែលធ្វើឲ្យយើងភ្លឺមានន័យថានៅពេលដែលយើងមិនទាន់ភ្លឺនៅពេលដែលយើងនៅទីងងឹតយើងមិនអាចទៅបំភ្លឺអ្នកដទៃបាន
មានតែពន្លឺតែមួយគត់ដែលធ្វើឲ្យបន្ទប់មួយភ្លឺចេញចាំងបាននៅក្នុងន័យនេះខ្ញុំចង់និយាយថានៅពេលដែលយើងខ្លាំងគេត្រូវការនៅពេលដែលយើងខ្សោយគេមិនត្រូវការដូចជាពន្លឺអញ្ចឹងនៅពេលដែលយើងជាពន្លឺធ្វើឲ្យបន្ទប់មួយឬទីកន្លែងមួយភ្លឺយ៉ាងស្រួលដូច្នេះចូលយើងជឿជាក់ថាពន្លឺដែលនៅខាងក្រៅខ្លួនរបស់អ្នកវាមិនស្មើនឹងពន្លឺដែលចេញពីខាងក្នុងយើងទេយើងត្រូវចាំថាពន្លឺដែលចេញដូចជាអំពូលម៉ែត្រព្រះអាទិត្យព្រះច័ន្ទអីហ្នឹងវាមិនភ្លឺដូចជាពន្លឺនៃនៅខាងក្នុងរបស់យើងគឺខួរក្បាលរបស់យើងគឺវាភ្លឺទាំងយប់ភ្លឺទាំងថ្ងៃណាពន្លឺដែលចេញពីខួរក្បាលរបស់យើងគឺវាភ្លឺខ្លាំងមែនទែនគឺពន្លឺនៃបញ្ញាដែលនៅក្នុងពុទ្ធសាសនាគេថាណដ្ឋិសន្តិសញ្ញាសមាភិពុំមានពន្លឺអ្វីភ្លឺស្មើនឹងពន្លឺបញ្ញាឡើយអភិនឹងគឺបញ្ញា wisdom ណាគឺ wisdom ហ្នឹងគឺវាភ្លឺទាំងយប់ទាំងថ្ងៃអញ្ចឹងមានន័យថាមានតែយើងដើរតួជាពន្លឺបានធ្វើឲ្យយើងភ្លឺតែបើសិនបើយើងនៅទីងងឹតហើយយើងខ្លួនឯងងងឹតចង់ឲ្យអ្វីគ្រប់យ៉ាងភ្លឺក៏មិនអាចតែអ្វីដែលយើងត្រូវធ្វើបំផុតទី1គឺយើងធ្វើខ្លួនឯងឲ្យមាននៅពន្លឺសិនដើម្បីឲ្យខ្លួនឯងមាននៅពន្លឺយើងត្រូវតែខិតខំប្រឹងប្រែងរកពន្លឺដាក់ខ្លួននៅពេលយើងភ្លឺហើយយើងអាចអុចបន្តឬយើងអាចចែករំលែកបន្តទៅអ្នកដទៃដំបូងគឺយើងធ្វើឲ្យខ្លួនឯងភ្លឺធ្វើឲ្យអ្នកជុំវិញយើងភ្លឺឬក៏ក្រុមគ្រួសារយើងភ្លឺជាពិសេសគឺឲ្យសង្គមរបស់យើងភ្លឺតាមរយៈជួយខ្លួនឯងសិនហើយយើងនឹងបន្តការចែករំលែកទៅសង្គមយើងទាំងមូលនៅពេលនោះនឹងសម្បូរទៅដោយមនុស្សនៅមាននៅ wisdom គឺមាននៅបញ្ញាអញ្ចឹងនៅពេលដែលមនុស្សមានបញ្ញាការនិយាយគ្នាគឺងាយស្រួលហើយយកគ្នាហើយយកពីគ្នាទៅវិញទៅមកអញ្ចឹងសរុបនៅក្នុងនៃវីដេអូនេះគឺជីវិតគឺសាមញ្ញបំផុតតែណាស់តែយើងទេដែលធ្វើវាមិនអោយសាមញ្ញពេលខ្លះយើងត្រូវរៀនទម្លាក់នៅពាក្យសម្ដីណាដែលវាធ្វើឲ្យយើងក្តៅក្រហាយយើងរៀនបិទឲ្យទម្លាក់ដើម្បីទម្លាក់បានតើយើងរៀនត្រេននៅចិត្តធម៌ពលរបស់យើងពួកអីមនុស្សទាំងអស់ចិត្តអត់ដូចគ្នាទេយើងត្រូវចាំថាយឺនីនតូអ៊ីរ៉ូមនុស្ស10គឺពណ៌10ចិត្តគំនិត10រសជាតិ10ការគិត10អញ្ចឹងអត់ដូចគ្នាកុំឲ្យគេដូចយើងដូចគេអត់ទេយើងគិតលក្ខណៈសាមញ្ញយើងចង់ឲ្យផ្លែប៉ោមវាដូចផ្លែក្រូចអញ្ចឹងផ្លែប៉ោមគឺប៉ោមក្រូចគឺក្រូចយើងមិនអាចឲ្យប៉ោមមកដូចក្រូចដូចឪឡឹកអត់ទេគឺធម្មជាតិគឺវាមានលក្ខណៈពិសេសរៀងខ្លួនឲ្យជារូបផ្សេងគ្នាអញ្ចឹងខ្ញុំគិតថាវីដេអូនេះសូមបញ្ចប់ប៉ុណ្ណឹងហើយសូមអរគុណនិងជម្រាបលា